បាទសួស្តីអ្នកនរគ្នាឥឡូវយើងមករៀនធ្វើលំហាត់ណានេះលំហាត់ឲ្យយើងទី2ឲ្យយើងចូលសម្រួលកន្សោមខាងក្រោមអូខេទី1គឺឲ្យឬទី3នៃ100នៃ64ចែកឲ្យ125ទី2គឺឬទី3នៃ512ចែកឲ្យ343និងទី3គេឲ្យឬទី3នៃដក216ចែកឲ្យ1000ហើយយើងទៅមើលចម្លើយបែងដាក់មកយើងដាក់មកចំឡើយចំឡើយបាទចម្លើយទី1បាទយើងសេឡើងវិញមកឬទី3គឺគីបនៃ64បាទចែកឲ្យ125អញ្ចឹងដើម្បីបញ្ចេញឬយើងត្រូវរកគូប្រកបរបស់វាណាគូប្រកបរបស់វាអញ្ចឹងដើម្បីរកគូប្រកបយើងទៅមកទីចែកតាមបឋមបានហើយតែនេះដោយសារខ្ញុំឥឡូវធ្វើការចែកឲ្យមកចែកមកចែកណាយើងដាក់ខ្ញុំដាក់យកតែម្ដងតែខ្ញុំចែកចានេះយើងត្រូវសេថា64គឺ4គីបបាទ4គីបវាស្មើនឹងបាទ4គីបស្មើនឹង64ហើយ125នេះគឺយើងលើកយើងរកគូប្រកបរបស់វាគឺ5គូអញ្ចឹងយើងពេលនេះយើងសម្រួលបានហើយណានេះឬទី3អានេះស្វ័យគុណ4ស្វ័យគុណ3ក្នុងឬទី3ពេលយើងចេញមកដល់សល់4មួយទៀត5គប់ពេលយើងចេញពីរឹសមកគឺបាន5បាទនេះគឺជាចម្លើយវាមួយទៀតគឺទី2បាទទី2រឹសទី3នៃបាទនៃ512ចែកឲ្យ343ចឹងដូចគ្នាដែរយើងត្រូវរកគូប្រកបរបស់វាអញ្ចឹងយើងមើលស្មើនឹងទី3នេះ512គូប្រកបវាគឺ8គូណាចឹងដាក់មកគឺ8ស្វ័យគុណ3បាទ8គុណស្វ័យគុណ3វាបាន512អញ្ចឹងយើងគិតចែកតាមបានដែរហើយមួយទៀតគឺ443គឺគូប្រកបវាគឺ7អញ្ចឹង7គូឥឡូវយើងបញ្ចេញបានហើយនេះអញ្ចឹង8គូបញ្ចេញពីរឹសទី3មកឬគូមកយើងបាន8ចែកឲ្យនេះ7គូបញ្ចេញពីរឹសគូមកគឺយើងបាន7នេះជាចម្លើយវាណាហើយយើងទៅមើលមួយទៀតគឺលេខ3គេឲ្យឬទី3នៃដក216ចែកឲ្យ1000បាទនេះស្រួលហើយគឺបាទសញ្ញាដកយើងបញ្ចេញពីរឹសគូមកវាអត់មានអីប្រែប្រួលទេគឺយើងដកទៅដែរយើងដាក់សញ្ញាដកមកក្រៅមកហើយនេះឬទី3ឥឡូវយើងត្រូវរកគូប្រកបរបស់វាគូប្រកបរបស់216គឺ6គូបាទ6គូហើយ1000គឺ10គូណា1000គឺ10គូឬ10ស្វ័យគុណ3គឺបាន1000វិញអញ្ចឹងស្មើហើយអានេះសញ្ញាដកដាក់ដែរមកអានេះ6ស្វ័យគុណ3យើងចេញពីរឹសទី3មកយើងបាន6ចែក10ស្វ័យគុណ3បញ្ចេញពីរឹសទី3មកយើងបាន10បាទអញ្ចឹងចម្លើយវាគឺដក6លើ10អញ្ចឹង6 10បើយើងសម្រួលបានយើងធ្វើការសម្រួលតិចមកអញ្ចឹងស្មើដកយើងសម្រួល2មកនេះបាន6សម្រួល2អាន3ហើយ10យើងសម្រួល2អាន5អញ្ចឹងចម្លើយវាគឺដក3លើ5បានថាខ្ញុំប៉ុណ្្នឹងឯង